ធ្លាប់មានឃើញបងប្អូនមួយចំនួនតូចគាត់លូថានៅពេទ្យរួមនឹងកាយធ្វើស៊ីអ្នកជំងឺបងប្អូនណាសម្រាប់ពេទ្យឯកជនណាខ្ញុំអត់ដឹងទេក៏អត់ធានាទេបាទតែបើថានៅពេទ្យរដ្ឋរាល់ការចាយវាយទាំងអស់គឺអ្នកជំងឺបងខ្លួនឯងមានវិក័យប័ត្រចេញត្រឹមត្រូវច្បាស់លាស់បាទលុយចំនួនលុយដែលមាននៅក្នុងវិក័យប័ត្រទាំងអស់នោះគឺចូលក្នុងពេទ្យ 100% ហើយចូលក្នុងរដ្ឋរបស់គេអត់មែនមកកាត់ថ្លៃទឹកតែកើតឬក៏មកដកភាគរយអីទេអត់មានទេគឺបើមានខុសច្បាប់ប្រទេសរបស់គេបងអញ្ចឹងគឺអត់អាចទៅរួចទេបងប្អូនសប្បាយចិត្តលើចំណុចនេះបានហើយបើបងប្អូនការយើងហ្នឹងគាត់បានតែថ្លៃទឹកចិត្តបងប្អូនទេអ្នកជំងឺទេបាទ4-500ហ្នឹងបាទអញ្ចឹងអ្នកជំងឺខ្លះគាត់ព្យាបាលអស់រាប់សែន 2-3 សែនគាត់អត់ស្ដាយថ្លៃបកប្រែ500ហ្នឹងតថ្លៃញ៉ៃអញ្ចឹងអត់មានបានលុយខែទេបាទកាយភាគច្រើនអត់មានលុយខែទេគាត់ធ្វើការជាលក្ខណៈ freelance ណាបាទឬក៏ការងារ part time បាទអ្នកខ្លះទៅប្រចាំរហូតអញ្ចឹងទៅបាទអញ្ចឹងអាចរស់នៅបានក៏អាស្រ័យទឹកចិត្តបងប្អូននឹងឯងបាទ4-500ដែលជួយបកប្រែនិយាយរួមក៏ជួយគ្នាទៅវិញទៅមកណាបាទហើយយើងជួយអ្នកជំងឺហើយអ្នកជំងឺក៏ជួយអ្នកបកប្រែវិញដែរបាទពេលខ្លះបងប្អូនគិតថាឃើញបកប្រែជួបពេទ្យ1ម៉ាត់2ម៉ាត់ 4-5 នាទីហ្នឹង500ដែរតែបងប្អូនប្រហែលជាភ្លេចគិតថាទម្រាំយើងបានមកដល់ពេទ្យនេះយើងសួរនាំអីខ្លះបាទទម្រាំដឹងរឿងបានមកហ្នឹងហើយទម្រាំនឹងបានជួបពេទ្យ1ម៉ាត់2ម៉ាត់ហ្នឹងសួរតែត្រូវត្រៀមឯកសារអត់ទេអត់ពួនចាប់ពីរៀងតាំងពីយប់ដើម្បីធ្វើមកជួយសម្រួលបងប្អូនឲ្យឆាប់បានពិនិត្យលឿនបាទហើយរត់ឯកសារដាក់ផ្នែកនេះផ្នែកនោះណាត់ផ្នែកនេះផ្នែកនោះទម្រាំនឹងបានយកឯកសារមកឲ្យបងប្អូនដើម្បីជួបពេទ្យប្រហែលនាទីហ្នឹងគឺរត់ឯកសារចេះតិចបាទខុសពីឯកជនអាហ្នឹងគេមានបុគ្គលិកគេអ្នករត់តែនៅនេះពេទ្យរត់គឺបងប្អូនអ្នកបកប្រែនឹងឯងជាអ្នករត់ឯកសារទាំងអស់អញ្ចឹងគេច្រើនអត់សូវឲ្យអ្នកជំងឺបងប្អូនអ្នកជំងឺពិបាកទេគឺអង្គុយចាំតែជួបពេទ្យទៅបាទឬត្រូវចុះឈាមឬត្រូវបង់លុយអញ្ចឹងទៅបាទអញ្ចឹងមិនបារម្ភទេរឿងហ្នឹងណាបាទគឺអត់មានស៊ីសនុកគ្រប់បាននេះកើតទេនៅក្នុងពេទ្យរត់ណាបើនៅក្នុងពេទ្យឯកជនគេមានថ្លៃទឹកតែថ្លៃអីអាហ្នឹងខ្ញុំមិនដឹងទេអាហ្នឹងមានឬមានអាហ្នឹងអាស្រ័យលើនយោបាយច្បាប់ពេទ្យគេទេអាហ្នឹងពេទ្យឯកជនបាទក្នុងពេទ្យរត់គឺអត់ទេសំជាបងប្អូនបាទកុំមានការយកច្រឡំថាខ្លាចកាយធ្វើស៊ីពេទ្យធ្វើស៊ីហ្នឹងដែលបងប្អូនមួយចំនួនតូចឃើញ comment នៅក្នុងផុសរបស់យើងបាទ